រឿងរ៉ាវប្រមុខលៀនផ្ចាញ់នាគនន្តោបនន្ទគឺជាឈុតឆាកដ៏អស្ចារ្យមួយក្នុងចំណោមជ័យជំនះទាំង8របស់ព្រះពុទ្ធដែលបានកត់ត្រាទុកនៅក្នុងពុទ្ធជ័យមង្គលដែលបង្ហាញពីឫទ្ធានុភាពផ្នែកផ្លូវចិត្តនិងសេចក្តីអត់ធ្មត់នេះគឺជារឿងរ៉ាវសង្ខេបរបស់ព្រះមហាមុគលានផ្ចាញ់ស្ដេចនាគនន្តោបនន្ទសូមលោកយាយលោកតាពុកម៉ែបងប្អូនរីករាយទស្សនានិងស្ដាប់ដូចតទៅសម័យមួយនៅពេលដែលព្រះសម្មាសម្ពុទ្ធត្រៀមយាងទៅកាន់ឋានតាវតឹងព្រមដោយព្រះភិក្ខុសង្ឃជាច្រើនអង្គនៅតាមផ្លូវពួកទ្រង់ត្រូវហោះកាត់លើវិមានរបស់ស្ដេចនាគឈ្មោះនន្តោបនន្ទស្ដេចនាគនេះមានចិត្តម្នះនិងអំនួតខ្លាំងណាស់នៅពេលឃើញព្រះសម្មាសម្ពុទ្ធនិងភិក្ខុសង្ឃហោះរំលងក្បែរខ្លួនក៏មានចិត្តខឹងសម្បាយ៉ាងខ្លាំងហើយគិតថាពួកសាមណៈទាំងនេះហោះកាត់ពីលើក្បាលអញធ្វើឲ្យធូលីធ្លាក់មកលើវិមានរបស់អញដូច្នេះអញនឹងមិនឲ្យទៅមុខទៀតឡើយភ្លាមនោះនន្តោបនន្ទនាគរាជក៏បានក្រឡាខ្លួនយ៉ាងធំបង្កើតជាពពកខ្មៅបិទបាំងមេឃហើយយកកន្ទុយរុំព័ទ្ធភ្នំព្រះសុមេរុ7ជុំរួចយកក្បាលបិទបាំងមេឃជិតឈឹងដើម្បីកុំឲ្យប្រពុតយាងទៅរួចនៅពេលមេឃប្រែជាខ្មៅងងឹតព្រះអានន្ទបានទូលសួរព្រះពុទ្ធអំពីមូលហេតុព្រះពុទ្ធទ្រង់ជ្រាបថាជាស្នាដៃរបស់ស្ដេចនាគគ្រានោះមានព្រះអរហន្តជាច្រើនអង្គសុំខ្លួនទៅផ្ចាញ់ស្ដេចនាគនោះប៉ុន្តែព្រះពុទ្ធមិនអនុញ្ញាតឡើយរហូតដល់ព្រះមហាមុគលានដែលជាអេតតកៈខាងផ្នែកមានឫទ្ធិសុំខ្លួនទៅព្រះអង្គទ្រង់អនុញ្ញាតភ្លាមនោះព្រះមហាមុគលានបានក្រឡាខ្លួនជាស្ដេចនាគដែលមានទំហំធំជាងនន្តោបនន្ទនាគរាជទៅទៀតរួចទៅរុំព័ទ្ធស្ដេចនាគនោះត្រឡប់វិញរហូតដល់14ជុំហើយយកក្បាលសង្កត់លើក្បាលស្ដេចនាគជាប់នឹងភ្នំព្រះសុមេរុស្ដេចនាគបានព្រុសផ្សែងយ៉ាងខ្លាំងដាក់ព្រះថេរៈប៉ុន្តែផ្សែងនោះមិនបានសំបីតែប៉ះនឹងជាជីវររបស់ព្រះថេរៈឡើយព្រះថេរៈក៏ព្រុសផ្សែងតបទៅវិញដែលមានកម្លាំងខ្លាំងក្លាជាងបន្ទាប់មកស្ដេចនាគព្រុសភ្លើងដុតប៉ុន្តែភ្លើងនោះមិនបានធ្វើឲ្យប៉ះពាល់ដល់ស្បែករបស់ព្រះថេរៈឡើយព្រះថេរៈក៏ចូលឈានសមាបត្តិបង្កើតភ្លើងដែលក្តៅជាងដុតរោស្ដេចនាគទៅវិញចុងក្រោយព្រះមហាមុគលានបានក្រឡាខ្លួនឲ្យតូចបំផុតរួចហោះចូលតាមរន្ធត្រចៀកនិងរន្ធច្រមុះរបស់ស្ដេចនាគរួចទៅដើរចង្ក្រមនៅក្នុងពោះរបស់វាបង្កឲ្យស្ដេចនាគឈឺចាប់និងភ័យខ្លាចជាខ្លាំងទោះបីជាស្ដេចនាគព្យាយាមប្រើល្បិចខំព្រះថេរៈនៅពេលលោកហោះចេញមកក្រៅក៏ដោយក៏មិនអាចធ្វើអ្វីលោកបានដែរដោយអស់ឫទ្ធិនិងមានការភ័យខ្លាចខ្លាំងស្ដេចនាគនន្តោបនន្ទក៏បានប្រែក្រឡាខ្លួនជាយុវជនម្នាក់ហើយលុតជង្គង់សុំខមាទោសចំពោះព្រះមហាមុគលានព្រះថេរៈក៏បាននាំស្ដេចនាគទៅគាល់ព្រះសម្មាសម្ពុទ្ធព្រះពុទ្ធទ្រង់បានសម្ដែងធម៌ប្រោសស្ដេចនាគឲ្យលះបង់មេនះនិងឲ្យសមាទានសិលត្រឡប់មកកាន់ផ្លូវត្រូវវិញអត្ថន័យអប់រំនៃរឿងនេះបង្ហាញយើងថាអំណាចនៃផ្លូវចិត្តនិងផ្លូវធម៌តែងតែឈ្នះលើអំនួតនិងកំហឹងទោះបីជាមានកម្លាំងកាយខ្លាំងក្លាប៉ុណ្ណាក៏ដោយបើគ្មានបញ្ញានិងសិលធម៌នោះទេគឺមិនអាចឈ្នះចិត្តខ្លួនឯង
ឬអ្នកដទៃបានឡើយសម្រាប់លោកយាយលោកតាពុកម៉ែបងប្អូនដែលចូលចិត្តនិងគាំទ្រនៅវីដេអូរបស់ខ្ញុំបាទសូមចុច Follow Page និង Subscribe នៅ YouTube Channel របស់ខ្ញុំបាទម្នាក់មួយដើម្បីទទួលបាននូវវីដេអូថ្មីៗជាបន្តទៀតសូមអរគុណ